កូនខ្ញុំត្រូវរៀបការផ្ទះនេះឡើងជួលហើយចាំតាន់ដល់ទេមិនក៏អ្នកធ្វើបែបនេះលោកយាយនេះជានំរបស់ខ្ញុំអូយខ្ញុំឃ្លានណាស់នេះជានំអីគេឆ្ងាញ់ម្ល៉េះសូម្បីតែនំដុតខ្ញុំស្គាល់ដែរគួរអាណិតណាស់លោកយាយឥឡូវនេះខ្ញុំឲ្យយាយអាចទិញនំដុតបានច្រើនទៀតលោកស្រីតាំងពីអ្នកប្រុសបែកគ្នាជាមួយមេជីងមកនៅស៊ីយ៉ររហូតមិនអាចបែបនេះទេមែនហើយមិនដឹងថាក្មេងស្រីនេះជាមនុស្សយ៉ាងម៉េចដែរឯងគ្មានផ្ទះនៅទេហ៎ត្រូវហើយទៅផ្ទះខ្ញុំទៅលោកយាយនេះជាផ្ទះលោកយាយហ៎ឯងនៅតែទុកចិត្តចោលោកយាយទៅណាហើយយាយនាំចៅភាសាមកចៅភាសានេះជាបន្ទប់របស់នាងរូបផ្ទះបានហើយប្រញាប់ចេញទៅទូយកជប់និស័យតាំងពីតូចក៏ខ្ញុំមើលចូលភ្នែកដែរដោយសារតែផ្ទះពិបាករកខ្ញុំក៏មិនចង់នៅទីនេះដែរលោកយាយពេលយាយនៅក្មេងស្អាតណាស់អញ្ចឹងទៅឥឡូវនេះក៏មិនអន់ដែរមាត់ឯងផ្អែមណាស់នៅសំដែងទៀតស្មានមិនដល់ថាអ្នកប្រុសឈើនៅតូចចូលចិត្តស្លៀកសំពត់សោះមិនអត់មើលទេខ្ញុំបានថតរួចហើយខ្ញុំនឹងលាក់វាទុកឲ្យល្អនាងយាយនឹងតាឯងស្រឡាញ់គ្នាដំបូងក៏ចូលចិត្តឆ្លោះគ្នាអញ្ចឹងដែរលោកយាយចូលឆ្នាំហើយខ្ញុំទិញខោអាវឲ្យយាយខោអាវទៀតហើយមិនចេះឲ្យរបស់ផ្សេងទេអីគ្មានចិត្តមែនខោអាវល្អណាស់កក់ក្ដៅខ្ញុំទៅក្រុមហ៊ុនសិនហើយមិនក៏ឲ្យតាក់ស៊ីមិនបានទេចាខ្ញុំជូននាងចុះលោកចិត្តល្អម្ល៉េះខាងមុខស្ទះចរាចរណ៍ហើយនាងហៅឡានក៏មិនបានដែរហើយអាកាសធាតុនេះក៏ត្រជាក់ទៀតហើយទៅទៅខ្លួនឯងទៅអេឆាស៊ីចៅស្រីយ៉ាងម៉េចក៏ឯងទើបតែមកដល់ខ្ញុំទៅទិញកាដូចូលឆ្នាំឲ្យយាយនេះគឺទៅដោះគោអ៊ីលីស៊ីងលោកយាយអាយុច្រើនហើយជាតិស្ករមិនទៀងរកអាហារបំពន់ត្រូវតែប្រយ័ត្នទឹកដោះគោនេះគ្មានជាតិស្ករក្នុងនេះមានសារធាតុចិញ្ចឹមច្រើនណាស់មានសារធាតុពីរនេះល្អចំពោះសុខភាពហើយមិនហ៊ានញ៉ាំអាហារបំពន់ផ្សេងស័ក្តិសមជាមួយលោកយាយណាមួយនេះល្អណាស់ល្អជាងជូនខោអាវទៅទៀតត្រូវហើយមិត្តភក្តិខ្ញុំក៏ទិញជូនអ្នកផ្ទះដែរថ្ងៃក្រោយលោកយាយហូប2ដងក្នុងមួយថ្ងៃហូបអស់ហើយខ្ញុំទិញឲ្យទៀតអាណាខោអាវខ្ញុំនៅលើឡានសុំទោសផងខ្ញុំមិនគួរលោកចេះសុំទោសទៀតចង់ធ្វើបាបខ្ញុំទៀតហើយអត់ទេអរគុណដែលទិញអាហារបំពន់ឲ្យលោកយាយល្អនឹងខ្ញុំណាស់គឺជាការគួរទេហិចពាក់វាទៅមិនបាច់ទេសំណាងឲ្យដែលមកក្តៅខ្លួនលោកខ្ញុំខ្លាចនាងឈឺលោកយាយបារម្ភនេះសំជាគូដណ្ដឹងបន្តិចទីបំផុតចាប់ដើមហើយសង្ឃឹមថាគេភ្លេចមិនជីងចុះទើបខ្ញុំអាចពោចៅបានលឿនម៉ែដោះសុំច្បាប់ហើយការងារបោះផ្ទះដាំបាយបកគលឲ្យពួកឯងហើយមិនមែនទេដឹងថតពេលនាយកឆើបោះសម្អាតលើកទី1មិនឲ្យថតទេហើយបងប្រុសមកខ្ញុំនឹងជួយនាងសុំញ៉ាំដែរបែបនេះពួកគេអាចចាប់ដើមហើយថ្ងៃនេះឲ្យលោកស្គាល់ថ្មីដៃធ្វើម្ហូបខ្ញុំម្ដងអ្នកនាងស៊ូខ្ញុំរកផ្ទះឲ្យនាងបានហើយនាងបន្តនៅផ្ទះខ្ញុំចុះក្រែងលោកចង់ឲ្យខ្ញុំចាញ់មែនទេខ្ញុំខ្លាចលោកយាយមិនសប្បាយចិត្តលោកស្លាញ់ខ្ញុំឲ្យតែដឹងខ្ញុំឆេស៊ីខានជួបគ្នាយូរហើយមិនជីងនាងគឺខ្ញុំជានេះគឺជាអ្នកបម្រើ